ប្រើជាមួយនឹង MacBook Pro រាល់ថ្ងៃប៉ុន្តែបងប្អូនមួយចំនួនអត់ទាន់ចេះដាក់ជាមួយនឹងការ scan ក្រៅដៃទេចេះដាក់តែ password របស់វាសម័យហ្នឹងហើយនៅដាក់ password ដល់ការទៀតមកចុចជាមួយនឹងម្រាមដៃមួយប៉ាច់គឺវាអាចចូលទៅប្រើការងារបានលឿនខ្លាំងមែនទែនអត់ហត់ចាំបាច់ដាក់ password ទេអញ្ចឹងមិនស្រាប់បងប្អូនគាត់អត់ទាន់ចេះដាក់ password ឬក៏អត់ទាន់ចេះដាក់ scan ក្រៅដៃអីបងប្អូនអាចមើលវីដេអូនេះបានទាំងអស់គ្នានេះគឺជា MacBook Pro របស់ខ្ញុំហើយមិនដឹងថាបងប្អូនមួយចំនួនដែលគាត់ប្រើជាមួយនឹង MacBook Pro មិនដឹងថា chip M1 ឬក៏ chip អីទេនេះគឺជាប្រភេទ chip M1 សម្រាប់បងប្អូនដែលគាត់ប្រើប្រភេទ chip ដឹងតែមានទេបងប្អូននេះគឺជាកុំព្យូទ័ររបស់ខ្ញុំឥឡូវខ្ញុំបានដាក់ scan ក្រៅដៃនឹងរួចហើយឥឡូវខ្ញុំសូមធ្វើការ lock screen ឲ្យបងប្អូនមើលបន្តិចលោកខ្ញុំត្រូវការ lock screen របស់ខ្ញុំឲ្យបងប្អូនមើលចាំមើលទៅចង់ដឹងថាវា scan បានឬក៏មិនបានបងប្អូនឥឡូវខ្ញុំត្រូវការដាក់ចោលដៃរបស់ខ្ញុំមួយខ្ញុំត្រូវការដាក់ចោលដៃរបស់ខ្ញុំមួយទៅគឺវាតែខ្ញុំបងប្អូននេះចឹងគឺងាយខ្លាំងមែនតើបងប្អូនមិនចាំបាច់ត្រូវការដាក់ password នៅវាយមួយយូរអីទេគ្រាន់តែដាក់ម្រាមដៃចូលបាច់មួយទៅគឺវាចូលបានហើយចឹងហើយចឹងបើសិនជាបងប្អូនមួយចំនួនដែលគាត់អត់ទាន់ចេះដាក់អីបងប្អូនអាចមកមើលវីដេអូនេះបាននេះបាច់លយខ្លាំងមែនតើបងប្អូនគ្នាចឹងវិធីដាក់នេះគឺងាយទេបងប្អូនគ្រាន់តែចុចកន្លែង setting មកវាមកបងប្អូនចុចជួរទៅកន្លែងនេះមកចឹងវាលោតមកបែបនេះបងប្អូនហើយបងប្អូនចុចមកកន្លែងនេះមកចូលទៅកាន់ setting មកវាហើយបងប្អូនអូសទៅមើលកន្លែងដាក់នេះ tag ID password បងប្អូនគាត់ទៅចុចកន្លែងហ្នឹងមកបាទហើយនេះគឺកន្លែងនេះឥឡូវខ្ញុំបានខ្ញុំគឺខ្ញុំដាក់ហើយអញ្ចឹងមិនបាច់ចាំទៅខ្ញុំខ្ជិល sign in សារថ្មីដាក់ឲ្យបងប្អូនមើលអញ្ចឹងបងប្អូនដែលគាត់ប្រើបងប្អូនគាត់ទៅចុចកន្លែងនេះមកនេះកន្លែង add book ហ្នឹងមកកន្លែងហ្នឹងគឺវាឲ្យបងប្អូន sign password បងប្អូនចូលហើយ password បងប្អូនដាក់ប្រហែលខ្ទង់ហ្នឹងហើយបងប្អូនចុច Wi password ហ្នឹងហើយបងប្អូនចុចដាក់ scan កញ្ចៅដៃមកគឺវាបានហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះដាក់ជាមួយនឹងការ scan កញ្ចៅដៃអីគឺបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹង